គ្រួសារអ្វីខ្ញុំមានគ្រួសារត្រូវបានបង្កើតឡើងដើម្បីជាកន្លែងដែលបង្រៀនយើងអំពីក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌអ្នកអាចចាក់ចែងពីមិត្តរួមការងារនិងមិត្តភ័ក្តិដែលស្គាល់គ្នាបានប៉ុន្តែគ្រួសារគឺខុសពីមិត្តភ័ក្តិទាំងអស់នោះអ្នកត្រូវបានជាប់ជំពាក់ជាមួយនឹងសមាជិកគ្រួសាររបស់អ្នកដែលបានស្គាល់អ្នកស្ទើរគ្មានចន្លោះដូច្នេះហើយទោះជាយ៉ាងណាក៏ដោយក៏អ្នកត្រូវតែរៀនដើម្បីស្រឡាញ់ពួកគេនៅក្នុងគ្រួសារយើងរៀនស្រឡាញ់គ្នាទៅវិញទៅមកទោះបីជាបងប្អូនរបស់យើងមានមុខដូចម្ដេចក៏ដោយឬទោះបីជាពួកគេមិនអាចធ្វើអ្វីសម្រាប់យើងក៏ដោយយើងរៀនស្រឡាញ់ពួកគេចេញអំពីបេះដូងការចាត់ទុកគ្រួសារថាមិនសូវសំខាន់តើវាមើលទៅគួរឲ្យអស់សំណើចដែរឬទេដែលយើងជាញឹកញាប់តែងតែទទួលអ្នកក្រៅដែលមកលេងផ្ទះរបស់យើងដើម្បីស្រស់ស្រូបអាហារពេលល្ងាចហើយយើងយកចិត្តទុកដាក់ចំពោះគាត់ល្អជាងយកចិត្តទុកដាក់ចំពោះគ្រួសាររបស់យើងតើអ្នកធ្លាប់ទទួលស្វាគមន៍ភ្ញៀវដែលជាអ្នកក្រៅដែរឬទេអ្នកចំណាយពេល2ថ្ងៃដើម្បីរៀបចំតុរៀបចំសុទ្ធតែចានល្អៗនិងភេសជ្ជៈថ្លៃៗអ្នកបម្រើពួកគេដោយអាហារសមុទ្រផ្លែ strawberry និងស្រាទំពាំងម្ជូរហើយក្រោយពីពួកគេចាក់ចេញទៅអ្នកក៏លែងឃើញមុខពួកគេរហូតសប្តាហ៍បន្ទាប់ឪពុកម្ដាយរបស់អ្នកមកលេងផ្ទះរបស់អ្នកហើយអ្នកបែរជាទុកពួកគាត់ចោលមិនសូវរវីរវល់អំពីពួកគាត់តតែសោះយើងមានទម្លាប់គួរសមខ្លាំងណាស់ចំពោះមនុស្សដែលយើងមិនសូវស្គាល់យល់ល្អយើងប្រហែលជាត្រូវផ្លាស់ប្ដូរទម្លាប់អាក្រក់នេះចេញទៅដោយទុកបង្កសមុទ្រជូនឪពុកម្ដាយយើងវិញវាគឺជារយៈពេលតែ2-3ឆ្នាំចុងក្រោយប៉ុណ្ណោះដែលខ្ញុំបានរៀនអោប៉ារបស់ខ្ញុំមិនខុសពីឪពុកនិងកូនប្រុសជាច្រើនទៀតនោះទេខ្ញុំឈប់អោប៉ារបស់ខ្ញុំតាំងពីខ្ញុំអាយុ8ឆ្នាំមកម្ល៉េះព្រោះខ្ញុំចង់ធ្វើជាមនុស្សប្រុសសុទ្ធសាធម្នាក់វាត្រូវការពេលរហូតដល់ទៅ20ឆ្នាំទម្រាំតែខ្ញុំរកនៅឃើញមនុស្សប្រុសពិតប្រាកដគឺជាមនុស្សប្រុសដែលអាចបង្ហាញភាពស្និទ្ធស្នាលនិងក្តីស្រឡាញ់ក្នុងនាមជាអ្នកនិពន្ធម្នាក់ខ្ញុំឃើញមុខរបស់ខ្ញុំនៅលើកញ្ចក់ទូរទស្សន៍និងកាសែតជាញឹកញាប់បានរកឃើញក៏ពិតថាព័ត៌មានល្អបំផុតនៅថ្ងៃអាទិត្យបានប្រែជាធ្លាក់ទៅក្នុងធុងសម្រាមនៅថ្ងៃច័ន្ទសំណួរដែលខ្ញុំសួរខ្លួនឯងគឺតើមានអ្វីសំខាន់ខ្លះចំពោះមនុស្សដែលខ្ញុំស្គាល់ច្បាស់ហើយដែលពឹងផ្អែកលើខ្ញុំពោលគឺគ្រួសារនិងមិត្តភ័ក្តិជិតស្និទ្ធរបស់ខ្ញុំតើខ្ញុំជាមនុស្សដែលអាចពឹងពាក់បានដែរឬទេ